ព្រោះតែការគោរពបទឈប់បាញ់ធ្វើឲ្យជីវិតទាហានខ្មែរ18នាក់នៅលើដៃសៀមបច្ចុប្បន្នអត់មានសេរីភាពទេព្រោះតែការគោរពនៃសេចក្តីថ្លែងការណ៍រួមធ្វើឲ្យជីវិតប្រជាពលរដ្ឋខ្មែរស្លាប់នឹងរងរបួសមានទាំងកុមារថែមទៀតសំណួរសួរថាតើលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតនៅតែបន្តដាក់បទបញ្ជាមិនឲ្យកងទាហានខ្មែរតដៃជាមួយនឹងកងទាហានសៀមទាំងដែលសៀមយកកំភ្លើងមកបាញ់ក្បាលខ្មែរបែបនេះបន្តទៀតឬក៏យ៉ាងណាលោកហ៊ុនម៉ាណែតដែលគិតដល់ចំណុចមួយនេះទេថាប្រជាពលរដ្ឋខ្មែរនិងកងទាហានកម្ពុជារបស់យើងភាពអំណត់គឺមានដែនកំណត់ថ្ងៃណាមួយបើលោកនៅតែបន្តដាក់បទបញ្ជារបៀបនេះវានឹងមានការបះបោរមិនខានអ្វីដែលប្រជាពលរដ្ឋខ្មែរចង់ដឹងនោះចាសំណួរទី2ថៃបានត្រៀមយន្តហោះអត់មនុស្សបើកគឺ F16 ក្នុងការធ្វើសង្គ្រាមជាមួយខ្មែរ24ម៉ោងលើ24ម៉ោងតើលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតដាច់ចិត្តប្រើសំណាញ់មេឃក្នុងការការពារដែនអធិបតេយ្យភាពនិងការពារជីវិតប្រជាពលរដ្ឋខ្មែរដែរឬទេនៅពេលដែលសៀមនឹងប្រើយន្តហោះចម្បាំងជាលើកទី2នេះគឺជាសំណួរដែលមហាជនរួមទាំងប្រជាពលរដ្ឋខ្មែរចង់ដឹងថាតើលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតនៅតែគោរពខសន្យាជាមួយប្រទេសចិនក្នុងការមិនប្រើសំណាញ់មេឃសុកចិត្តឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ឬក៏យ៉ាងណាតើលោកទិញសំណាញ់មេឃនេះមកដើម្បីក្រាន់មើលឬក៏ទិញសំណាញ់មេឃនេះមកដើម្បីការពារផ្ទះរបស់លោកឬក៏យ៉ាងណានេះសំណួរប្រសិនបើថៃប្រើយន្តហោះចម្បាំងជាលើកទី2តើលោកហ៊ានប្រើសំណាញ់មេឃដែរឬទេម៉ោងនេះពេលនេះបងប្អូនកុំនិយាយថាម៉ោងនេះពេលនេះគឺយើងដាក់បន្ទោសទៅលើរដ្ឋាភិបាលនេះម៉ោងនេះពេលនេះគឺយើងត្រូវតែនិយាយទៅកាន់រដ្ឋាភិបាលពីព្រោះថារដ្ឋាភិបាលពេលនេះម៉ោងនេះមិនមានដំណោះស្រាយជូនប្រជាពលរដ្ឋខ្មែរទេបណ្ដាលឲ្យប្រជាពលរដ្ឋខ្មែររួមទាំងកងទាហានរបស់ខ្មែរបាត់បង់ជីវិតពីមួយថ្ងៃទៅមួយថ្ងៃណាទោះបីជាមិនមានការឈ្លានពានបាញ់ប្រហារក៏កងជីវិតទាហានរបស់ខ្មែរនឹងបានស្លាប់ដោយសារការពោលផ្សែងមួយថ្ងៃស្លាប់ម្នាក់មួយថ្ងៃស្លាប់2នាក់ព័ត៌មានជារៀងរាល់ថ្ងៃប៉ុន្តែរដ្ឋាភិបាលកម្ពុជាមួយនេះរដ្ឋាភិបាលដែលតំណាងឲ្យប្រជាពលរដ្ឋខ្មែរជាង10លាននាក់នេះកំពុងតែបិទបាំងព័ត៌មានជាច្រើនបងប្អូនត្រូវដឹងទោះបីជាសៀមខូចទោះបីជាថៃខូចយើងដឹងថាប្រទេសនោះគឺជាប្រទេសខូចហើយតែយើងខ្លួនឯងយើងជាអ្នករើសមេតំណាងអ្នកដែលតំណាងអាយុជីវិតណាប្រជាពលរដ្ឋខ្មែរជាង10លាននាក់សួរថាសប្តាហ៍ថ្ងៃតើធ្វើអីបានក្រៅអំពីថ្កោលទោសទៅមើលក្រសួងការពារជាតិវិញបានអំពាវនាវថៃឲ្យឈប់បាញ់បានត្រឹមតែអំពាវនាវហ្នឹងចាប៉ុន្តែជីវិតរបស់ខ្មែរបានស្លាប់បាត់បង់បន្តិចម្ដងបងជារៀងរាល់ថ្ងៃដោយសារតែរក្សាភាពស្ងៀមស្ងាត់សេចក្តីថ្លៃថ្នូររបស់មេដឹកនាំបច្ចុប្បន្ននេះពីព្រោះថាគ្រួសារហ៊ុននេះគឺជាគ្រួសារមួយដែលគ្រាន់តែចង់បានអំណាចក្តោបអំណាចតែប៉ុណ្ណោះមិនមានឆន្ទៈណាមួយក្នុងការការពារប្រជាពលរដ្ឋខ្មែរទេសូមប្រជាពលរដ្ឋខ្មែរទាំងអស់ស្ដាប់ឲ្យទាន់ណាពិចារណាឲ្យបានដិតដល់ម៉ោងនេះពេលនេះគឺជាម៉ោងស្លាប់រស់ណាយើងមិនត្រូវការមេដឹកនាំដែលជាអាយ៉ងរបស់បរទេសយើងមិនត្រូវការមេដឹកនាំដែរនៅពេលដែលមានបញ្ហាទៅពឹងពាក់បរទេសទេប្រវត្តិសាស្ត្របានបង្រៀនហើយនៅពេលដែលប្រទេសខ្មែរជួបបញ្ហាទៅពឹងពាក់បរទេសយើងតែងតែខាត់បង់ណាដូចយើងមានសង្គ្រាមនៅក្នុងស្រុកខ្មែរអញ្ចឹងមិនថាសង្គ្រាមស៊ីវិលអីក៏ដោយអ្នកណារត់ទៅពឹងអ្នកណាសម្ដេចតារត់ទៅពឹងអ្នកណារត់ទៅពឹងយួនខ្លះបាត់បង់អីខ្លះប្រវត្តិសាស្ត្របានចារមកហើយពលរដ្ឋខ្មែរបានសិក្សាហើយយល់ហើយដឹងហើយអញ្ចឹងបងប្អូនត្រូវដឹងហ៊ុនសែនណាបានយកមាស54តោនទៅផ្ញើចិនហេតុអីក៏មិនយកមាសនោះទិញសម្ភារៈសពាវុធទិញគ្រឿងការពារជីវិតកងទាហានរបស់ខ្មែរហេតុអីសុកចិត្តមានមាសយកទៅផ្ញើចិនទៅរកស៊ីជាមួយនឹងរបបម៉ាហ្វៀចាបងប្អូនពិចារណាកន្លែងនេះណាមានមាសសុកចិត្តយកទៅផ្ញើគេទាំងដែលមិនខ្វល់ថាប្រទេសខ្លួនឯងកំពុងតែមានសង្គ្រាមត្រូវការសពាវុធដ៏សំខាន់ក្នុងទំនើបនោះទេកុំភ្លេចថៃបានទិញសពាវុធចូលយ៉ាងទំនើបច្រើនណាស់ខ្មែរមានអីមានសំណាញ់មេឃហើយយកមកតាំងអត់ប្រើប្រាស់មានសំណាញ់មេឃហើយគ្រាន់តែការពារផ្ទះរបស់លោកហ៊ុនសែននៅទូកសាំងនៅមុខនៅចិត្តមាត់ទន្លេនៅចិត្តវាំងតែប៉ុណ្្នឹងចាប្រជាពលរដ្ឋខ្មែរអាយុជីវិតមិនបានគ្រួសារលោកហ៊ុនសែនឬក៏យ៉ាងណាសំបីតែអាវុធការពារដែលគេបកគលឲ្យទៅទាហានជួសមុខក៏មិនមែនជាអាវុធទំនើបមិនមែនជាឧបករណ៍ដែលបំពាក់ដោយសុវត្ថិភាពនោះដែរយើងត្រូវដឹងដោយសារការមិនទុកចិត្តលោកហ៊ុនសែនដឹងថាខ្លួនឯងដឹកនាំប្រទេសធ្លាក់ចូលកម្រិតណានិងលោកហ៊ុនម៉ាណែតដឹកនាំតាំងពីសក់ខ្មៅរហូតដល់សក់សដឹកនាំត្រឹមតែរយៈពេល2ឆ្នាំធ្វើឲ្យប្រទេសកម្ពុជាមិនមានទីផ្សារសម្រាប់កសិករហើយកើតទៅជាសង្គ្រាមទៀតលោកហ៊ុនម៉ាណែតគឺជាមនុស្សដែលចង្រៃបំផុតដែលមកដឹកនាំប្រទេសយើងត្រូវដឹងណា
កុំនិយាយថាម៉ោងនេះពេលនេះគឺជាម៉ោងដែលបន្ទោសរដ្ឋាភិបាលម៉ោងនេះពេលនេះគឺជាពេលដែលត្រូវសួរទៅកាន់មេដឹកនាំបើពួកយើងនៅតែបណ្ដោយទៀតប្រជាពលរដ្ឋខ្មែរជីវិតរបស់ខ្មែរស្លាប់មួយថ្ងៃតិចទោះបីជាគេមិនទម្លាក់គ្រាប់បែកក៏ដោយយើងត្រូវដឹងគេបាញ់យើងងាប់ទាំងស្រស់ហើយគេទៅជាអំពាវនាវណាអំពាវនាវឲ្យថៃសួរថាថៃស្ដាប់ទេថ្កោទោសឲ្យបានអីមកវិញអត់មានបានអីទេផ្លូវដល់រកសន្តិភាពដែលមិនចាំបាច់បង្ហូរឈាមមានហេតុអីក៏មានដឹកនាំយើងមិនប្រើបងប្អូនណាកុំភ្លេចថាសង្គ្រាមខ្មែរថៃនេះបង្កឡើងអំពីគ្រួសារហ៊ុនបើគ្មានទំនាស់គ្រួសារហ៊ុននិងគ្រួសារតាក់ស៊ីនទេមិនមានសង្គ្រាមខ្មែរថៃនេះជាដាច់ខាតបច្ចុប្បន្នប្រទេសកម្ពុជាអត់ត្រូវមានសង្គ្រាមទេតែដោយសារទំនាស់គ្រួសារយើងត្រូវពិចារណារឹសដើមគល់ថាហេតុអីបានប្រទេសកម្ពុជាយើងឈានដល់មានសង្គ្រាមដោយសារអីសូមប្រជាពលរដ្ឋខ្មែរទាំងអស់ស្ដាប់វីដេអូដែលគេសម្ភាសជនភៀសសឹកនៅទល់ដែនគាត់បាននិយាយហើយណាស្លាប់មិនមែនតែប៉ុណ្្នឹងទេរងគ្រោះមិនមែនតែប៉ុណ្្នឹងទេគ្រាន់តែគេយកមនុស្សចេញមកតែ3នាក់គាត់ព័ត៌មានគេផ្សាយតែប៉ុណ្្នឹងមិនដឹងថាថៃវាបាញ់សម្រាប់ប្រជាពលរដ្ឋយើងប្រមាណកងទាហានយើងប្រមាណនេះទាំងដែលកងទាហានអត់ហ៊ានតដៃសុខចិត្តគោរពប័ណ្ណបញ្ជាប៉ុន្តែការគោរពប័ណ្ណបញ្ជានេះវាមានដែនកំណត់ថ្ងៃណាមួយបើលោកនៅតែបន្តយុទ្ធសាស្ត្រឲ្យខាងកងទាហានគោរពប័ណ្ណបញ្ជាបែបនេះទៀតវានឹងមានការបះបោរជាមិនខានបងប្អូនឈប់ជឿជាក់រដ្ឋាភិបាលឈប់ជឿជាក់លើមេដឹកនាំដែលតែងតែប្រជាពិធជាមួយបងប្អូនគ្រប់រូបភាពទាំងអស់គ្រប់ព័ត៌មានទាំងអស់មកចូលរួមជាមួយនឹងបុគ្គលណាក៏ដោយឲ្យតែមានសមត្ថភាពយករឿងសង្គ្រាមយករឿងបញ្ហាព្រំដែននេះទៅប្តឹងនឹងតុលាការអន្តរជាតិគឺយើងចូលរួមទាំងអស់មិនថាអ្នកនោះមកពីមជ្ឈដ្ឋានខាងណាទេយើងអត់មានត្រូវដេកចាំរដ្ឋាភិបាលត្រកោហ៊ុននេះឡើយពីព្រោះរដ្ឋាភិបាលត្រកោហ៊ុននេះផ្លូវទៅរកសន្តិភាពដោយមិនបង្ហូរឈាមគឺគេអត់ធ្វើទេណាអត់ធ្វើទេព្រោះវាខ្លាចបង់អំណាចវាមិនហ៊ានឈានជើងដើរទៅទេអញ្ចឹងមិនថាបុគ្គលនោះនៅមជ្ឈដ្ឋានខាងណានយោបាយខាងណាបកខាងណាជាបុគ្គលចេញមកពីណាក៏ដោយគឺយើងត្រូវតែចូលរួមធ្វើម៉េចដាក់ពាក្យបណ្ដឹងប្តឹងទៅអន្តរជាតិឲ្យគេជួយព្រោះប្រទេសខ្មែរគ្មានអីក្រៅពីប្រើផ្លូវច្បាប់នោះទេចា